បន្ទាប់ពីឆ្អិនហើយនោះម្ចាស់កម្មវិធីគាត់បានញ៉ាំគាត់បានភ្លក់ហើយគាត់បានហៅខ្ញុំទៅសឹបប្រាប់ថាអញ្ចេះផ្ដាំឲ្យខ្ញុំនិយាយដាក់វីដេអូផងបើមើលវីដេអូគូដិតធីមអែមស្នេហ៍100ដងមិនស្មើនឹងបានភ្លក់ម្ដងទេគឺថាអែមស្នេហ៍ដូចអេដមីននិយាយមែនណាបងប្អូនមកសាច់គោធម្មជាតិសាច់មានសំណើមមានជាតិ QC ហើយត្រូវចិត្តត្រូវមាត់គាត់តែម្ដងមិនថាសាច់គោបាទមិនថាទឹកច្រឡុចក៏ដូចជាបាទទឹកសោះហើយក៏ដូចជាសឡម្ជូរព្រៃគឺគាត់បាទពេញចិត្តទាំងរសជាតិទាំងតែម្ដងបាទខ្លែមហ្នឹងគឺថាដាក់ទៅត្រូវតែម្ដងថ្ងៃនេះ60គីឡូទៅខាងបាទគល់ស្ពានណាក់លឿងបងប្អូនមកខាងខេត្តព្រៃវែងជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានវីដេអូគូដិតធីមអែមស្នេហ៍ហើយថ្ងៃនេះជាពិសេសបងប្អូននៅខាងបាទព្រៃវែងថ្ងៃនេះធីមគូដិតអែមស្នេហ៍ធ្វើដំណើរទៅខាងព្រៃវែងដែរហើយបងប្អូនថ្ងៃនេះគឺគីឡូ60បាទនៅក្នុងកម្មវិធីបាទខូបកណាតបាទទៅចំអិននៅក្នុងភោជនីយដ្ឋានអមតៈបងប្អូនបាទឥឡូវនេះគឺខ្ទង់ម៉ោង10ជាងមកដល់ស្ពានអ្នកលឿងហើយអញ្ចឹងសម្រាប់បងប្អូនដែលញ៉ាំពេលល្ងាចខ្ទង់ម៉ោង10បាទដល់10អីបាទក្រុមការងារគូដិតធីមអែមស្នេហ៍ទៅដល់ហើយបើសិនជាបងប្អូនហូបព្រឹកបាទយើងងើបទៅយប់ទៅប្រហែលជា5 6អីទៅដល់ហើយអញ្ចឹងណាបងប្អូនឥឡូវនេះគឺមកដល់ទីតាំងបាទធ្វើកម្មវិធីហើយបាទនៅក្នុងភោជនីយដ្ឋាននេះផ្ទាល់តែម្ដងអញ្ចឹងកំពុងតែស្លឹងឲ្យក្រុមការងារថយឡានរៀបចំបាទដាក់កន្លែងចំអិនពាក់ព័ន្ធជាមួយបាទគូដិតធីមអែមស្នេហ៍បើសិនជាបងប្អូនកំងទៅអ្វីដែលយើងចង់បានគឺគ្រាន់តែសុំមានកន្លែងបាទចំអិនជ្រោកភ្លៀងឲ្យសមរម្យអញ្ចឹងណាបងប្អូនហើយអនាម័យពួកយើងរៀបចំអនាម័យ clean ជូនភ្ញៀវអញ្ចឹងឲ្យសម្រាប់ភ្ញៀវក៏ជួយរៀបចំកន្លែងឲ្យពួកយើងចំអិនហ្នឹងគឺថាបាទតំណងស្អាតបាទអនាម័យដែរអញ្ចឹងណាបងប្អូនបាទហើយពាក់ព័ន្ធជាមួយខែនេះខែភ្លៀងអញ្ចឹងបងប្អូនបាទរៀបចំកន្លែងឲ្យមានជ្រោកភ្លៀងជ្រោកអីផងហើយគីឡូ60នេះគឺសាច់ល្អណាស់បងប្អូនបាទញ៉ាំ5 6 7 8តុកហ្នឹងគឺមកអែមស្នេហ៍សម្រាប់ space ចំអិនហ្នឹងគឺអត់ធំបងប្អូនរៀបចំមកកន្លែងទូចល្មមគ្រាន់តែចក្រានដុតមួយចក្រានស្លមួយហ្នឹងបាទគឺអត់បាទខាត់បាទទីធ្លាបងប្អូនទេឥឡូវរៀបចំលើគោដាក់លើភ្លើងហើយបងប្អូនបាទល្ងាចបន្តិចគឺបាទឆ្អិនហើយពាក់ព័ន្ធជាមួយបាទស្មាននេះគឺទៅម៉ោង2ជាងភ្លៀងបាក់ទឹកបាក់ដីហើយអរគុណបងប្រុសដែលជាអ្នកកំងខ្លាំងមែនទែនបាទក៏បានរៀបចំកាហ្វេក៏ដូចជាបាទអាហារពេលថ្ងៃត្រង់មួយពេលជូនក្រុមការងារគូដិតធីមអែមស្នេហ៍បន្ទាប់ពីបាយហើយហ្នឹងថ្ងៃនេះគឺអត់អបសុកទេបងប្អូនដោយសារតែមានអា snooker លេងអញ្ចឹងក៏លេងតេះទៅបាទកាត់បន្ថយងុយដេកព្រោះមួយរយៈហ្នឹងបាទដាច់តែងុយពេកណាបងប្អូនទីតាំងភោជនីយដ្ឋានអមតៈបាទមានទីធ្លាធំទូលាយមានការ៉ាអូខេមានទទួលម្ហូបកំងញ៉ាំបាយពេលល្ងាចពេលថ្ងៃពេលព្រឹកហើយបាទបរិយាកាស view បាទញ៉ាំបាយនៅតាមកញ្ចោះមើលស្ពានអ្នកលឿងគឺច្បាស់ចេះតែម្ដងណាបងប្អូនហើយសេវីសគឺល្អបាទរសជាតិម្ហូបគឺឆ្ងាញ់អនាម័យអញ្ចឹងឲ្យសម្រាប់បងប្អូនដែលនៅម្ដុំនេះប្រហែលជាស្គាល់ហើយបងប្អូនណាហើយបាទយើងចោះពីស្ពានអ្នកលឿងមកចូលតាមខ្លោងទ្វារវត្តបន្តិចគឺដល់ហើយបាទទីតាំងនេះគឺស្ថិតនៅក្នុងឃុំពន្លិចប្រាសាទស្រុកពីមកខេត្តព្រៃវែងបងប្អូនចាំបងប្អូនចង់មកញ៉ាំបាយមាននារីបាទចាក់ស្រាទៅចែកលេងពេលថ្ងៃក៏បានបងប្អូនចង់មកយប់បាទជ្រៀងលេងក៏បានដែរបាទទីតាំងនេះគឺស្ងាត់ល្អបាទសេវាកម្មល្អរសជាតិម្ហូបឆ្ងាញ់បាទនារីក៏ស្អាតដែរបងប្អូនបន្ទាប់ពីភ្លៀងមួយមេធំនឹងគឺថាតិចតជុំខ្លាំងមែនតែនគោយើងក៏ចាប់ផ្ដើមហុយផ្អោងហើយសឡក៏ចាប់ផ្ដើមស្លដែរហើយម្ចាស់កម្មវិធីក៏ថាធ្វើម៉េចធ្វើទៅបាទកុំឲ្យតែប្រៃពួកគាត់អត់ចូលចិត្តប្រៃទេហើយពីខាងខ្ញុំគឺអត់ដែរធ្វើម្ហូបប្រៃទេធ្វើឲ្យត្រូវមាត់តែម្ដងណាបងប្អូនបាទគីឡូ60ដុតឆ្អិនល្អបែបនេះហើយបងប្រុសដែលជាអ្នកកំងហ្នឹងក៏ថាបាទអែមស្នេហ៍ធ្វើម៉េចទៅកុំឲ្យភ្លេចទុកទឹកបើកម្លាំងឲ្យគាត់ព្រោះគាត់តាមដានវីដេអូយូរហើយបាទឃើញអាទឹកបើកម្លាំងហ្នឹងតំណងហើយថ្ងៃនេះគឺបានដូចចិត្តតែម្ដងបាទភ្ញៀវចង់បានទឹកបើកម្លាំងគឺថាទឹកបើកម្លាំងយើងគឺបានច្រើនតែម្ដងបងប្អូន2 3កូនចានណាទឹកឡើងថ្លាឆ្វេងហើយរសជាតិបាទទឹកបើកម្លាំងបាទរៀងខាប់ស្អិតតិចរៀងឈ្ងុយអញ្ចឹងបើមែនណាបងប្អូនបាទសម្រាប់បាទទឹកបើកម្លាំងនេះបងប្អូនណាដែលខ្សោះអស់កម្លាំងលហិតលហៃមិនសូវបានយូរឯងបងប្អូនដាក់ទឹកបើកម្លាំងហ្នឹងទៅគឺត្រូវហើយបងប្អូនហើយថ្ងៃនេះគឺថាងុយគេល្អបងប្អូនអើយបាទឡើងធំវែងល្អតែម្ដងបាទសម្រាប់អ្នកចូលចិត្តងុយបាទឃើញងុយនេះដល់លាបទឹកមាត់ហើយបងប្អូនដែលមានបំណងចង់កំងគោដុតបាទធីមអែមស្នេហ៍ដាក់នៅក្នុងកម្មវិធីអ្វីដែលខ្ញុំសុំចិត្តបងប្អូនជួយរៀបចំកន្លែងឲ្យក្រុមការងារយើងបាទមានកន្លែងចំអិនអីស្រួលបួលផងហើយមួយទៀតហ្នឹងគឺបាទយើងប្រស្រ័យតាក់ទងគ្នានិយាយស្ដីឲ្យបែបក្រុមសិលធម៌អញ្ចឹងណាបងប្អូនបាទយើងខ្មែរដូចគ្នាទេយើងព្យាយាមឲ្យតម្លៃគ្នាទៅវិញទៅមកអញ្ចឹងណាបងប្អូនបាទគ្រាន់តែការនិយាយស្ដីឲ្យមានក្រុមសិលធម៌អូនបងអីចេះទៅ
គឺបាទយើងបាទល្អទាំងអស់គ្នាបាទពេលដែលបងប្អូនយកចិត្តទុកដាក់ជាមួយបាទក្រុមការងារគោដុតធីមអេមស្នេហ៍បាទខាងគោដុតធីមអេមស្នេហ៍នោះក៏រៀបចំម្ហូបបាទសាច់កន្លែងពិសេសកន្លែងឆ្ងាញ់ជូនបងប្អូនឲ្យត្រូវចិត្តតែម្ដងណាហើយពួកយើងផ្ដោតសំខាន់បាទទៅលើគុណភាពអនាម័យក៏ដូចជារសជាតិជូនពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងឲ្យសម្រាប់បងប្អូនទាំងអស់គ្នាក៏យកចិត្តទុកដាក់គាត់តែនិយាយស្ដីបាទឲ្យមានក្រុមសិលធម៌លើក្រុមការងារគោដុតធីមអេមស្នេហ៍ខ្ញុំផងបងប្អូននៅក្នុងកម្មវិធីនេះបាទបងប្រុសដែលជាអ្នកកម្មងបាទពេលគាត់បានភ្លក់បានញ៉ាំហើយគាត់ហៅខ្ញុំទៅខ្សឹបប្រាប់ថាឲ្យនិយាយដាក់វីដេអូផងបាទសម្រាប់គោដុតធីមអេមស្នេហ៍នឹងអេមស្នេហ៍ដូចបាទអេដមីននិយាយមែនបងប្អូនបាទគាត់ទៅសើពីបាទរបៀបដុតបាទពាក់ព័ន្ធជាមួយដុតគឺដុតឲ្យឆ្អិននៅលើភ្លើងបែបនេះបាទគឺបានគេហៅថាគោដុតណាបាទគាត់ចង់បានបែបហ្នឹងគឺគាត់ស្វែងរកគោដុតបែបហ្នឹងយូរហើយឥឡូវអែមស្នេហ៍មានគាត់ចង់សាកបាទដល់ពេលដែលគាត់សាកហើយគាត់ឲ្យ feedback ភ្លាមតែម្ដងណាបងប្អូនគាត់ថារសជាតិសាច់គោគឺដុតឆ្អិនផុយឆ្ងាញ់ហើយពាក់ព័ន្ធជាមួយសឡមម្ជូរព្រៃជូរដាច់ត្រូវមាត់ទឹកសោះក៏អែមហើយទឹកច្រឡុចហ្នឹងក៏បាទភៀវសរសើរគ្រប់គ្នាតែម្ដងហើយពាក់ព័ន្ធជាមួយទឹកច្រឡុចកែដូនតាណាបងប្អូនហើយពាក់ព័ន្ធជាមួយការចម្អិនគោក៏ដូចគ្នាដែរបងប្អូនឃើញហើយបាទចង់ភៅជាសាច់មកទាំងផ្ទាំងគឺថាឆ្អិនល្អតែម្ដងហើយពាក់ព័ន្ធជាមួយបងប្អូនកំងទៅគឺយើងកាប់ដាក់ចានតែម្ដងតែបើបងប្អូនចង់បានបាទក្រៀមអាហ្នឹងមិនយើងអាំងបន្ថែមជូនអញ្ចឹងណាហើយសម្រាប់ទឹកបើកម្លាំងនេះបងប្អូនបាទ2កូនចានហ្នឹងគេយកទៅហើយបាទឲ្យតែអស់តែ1កូនចាននេះមិនដឹងថាកម្លាំងមកពីណាទេតែព្រលឹមឡើងវាទទួលភួយមុនណាបងប្អូនបាទបងប្អូនអត់តន់ងើបហើយក៏អរគុណបងប្រុសដែលជាអ្នកកំងក៏ថាសុំអត់ចេញមុខទេប៉ុន្តែផ្ដាំឲ្យអេដមីននិយាយផងពាក់ព័ន្ធជាមួយបាទគោដុតបាទដែលដុតពិតប្រកបបាទកុំភ្លេចកំងគោដុតធីមអេមស្នេហ៍មើលវីដេអូ100ដងបាទមិនស្មើនឹងយើងបានភ្លក់ម្ដងទេពេលដែលភៀវហូបហើយយើងអង្គុយមើលទឹកមុខភៀវគាត់សប្បាយរីករាយគាត់ញញឹមហើយធីមចុងភៅនេះក៏មានក្តីសុខដែរបងប្អូនហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងអរគុណច្រើនបាយបាយជួបខ្ញុំជាមួយវីដេអូក្រោយៗទៀត